សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអីវ៉ាន់ពិសេសចង់បង្ហាញអ្នកទាំងអស់គ្នានេះគឺជា Xiaomi 17 Ultra by Leica បងប្អូនណាជា Special Edition របស់ក្រុមហ៊ុន Xiaomi ហើយក៏ជា flagship ចុងក្រោយរបស់ក្រុមហ៊ុន Xiaomi ដែរបងប្អូនតាក់ទងជាមួយនឹងសមត្ថភាពនៃការថតរូបរបស់វាដែលថតចេញពីទូរស័ព្ទនេះគឺថតឲ្យ color ស្អាតមែនទែនបែប natural មែនទែនបងប្អូនដែលចូលចិត្តថតទេសភាពបែប natural ដិតច្បាស់clear នេះគឺ Xiaomi ម្ដងនេះគឺជាជម្រើសល្អសម្រាប់បងប្អូនទាំងអស់គ្នាហើយមិនថាការ design បងប្អូនការ design គឺស្អាតមែនទែនហើយទៅលើកងកាមេរ៉ាខាងក្រោយនេះវាមានកន្លែងបវលកន្លែងបវល zoom ចេញ zoom ចូលវាធ្វើដូចជាមួយនឹងកាមេរ៉ា DSLR មកគ្រាប់អញ្ចឹងបងប្អូនតែតោងជាមួយនឹងរូបរាងកេមជុំវិញគឺស្អាតបងប្អូនណាវាធ្វើមក premium ហ្មងកន្លែងនេះកលៈកាន់ទៅគឺក្រើមស្អាតមានខ្ញុំអារម្មណ៍ថាស្និទ្ធដៃហ្មងហើយកន្លែង logo កន្លែងនេះគឺវាដាក់Leica Camera Germany បតង់ចុចសលេងនេះបងប្អូនវាធ្វើមកមូស្អាតមែនទែន design ស្អាតអេក្រង់រាបស្មើបាទបងប្អូនគិតយ៉ាងណាដែរសម្រាប់ទូរស័ព្ទម្ដងនេះបាទអរគុណបងប្អូនខ្ញុំមកតេស្តសមត្ថភាពថតវីដេអូកម្រិត 4K 60 fps ជាមួយនឹងទូរស័ព្ទ Xiaomi 17 Ultra by Leica បងប្អូនណាដែលខ្ញុំថតនេះគឺចេញពីពន្លឺនៅក្នុងហាងកាហ្វេនេះបងប្អូនណាពន្លឺវាអត់សូវមានគ្រប់គ្រាន់ទេប៉ុន្តែបងប្អូនរូបភាពគឺចេញឲ្យ detail ល្អមែនតើហើយសម្លេងមិនដែរបងប្អូននៅពេលដែលខ្ញុំនិយាយជាមួយនឹងកាមេរ៉ា selfie ខាងមុខតើសម្លេងរបស់វាល្អអត់បងប្អូនណាល្អអត់បងប្អូនមើលជាក់ស្ដែងទៅឥឡូវខ្ញុំសាក់ចេញទៅខាងក្រៅដើម្បីទទួលគេថាទួលពន្លឺបែបធម្មជាតិច្រើនបងប្អូនឥឡូវខ្ញុំចេញទៅខាងក្រៅបាទស្មាននេះវាមេឃសតុំតិចហើយប៉ុន្តែបងប្អូនមើលជាក់ស្ដែងជាមួយនឹង color ទៅបងប្អូនណាជាមួយនឹង color របស់ Xiaomi 17 Ultra by Leica នេះគឺកប់មែនតើខាងមុខនេះគឺពន្លឺថ្ងៃនៅខាងមុខខ្ញុំនេះគឺវាជះមកល្អធ្វើឲ្យសាច់មុខរបស់យើងនេះគឺចេញមកគឺតែមែនតើជាមួយនឹងកាមេរ៉ា selfie ឥឡូវខ្ញុំសាកបញ្ជាក់ថ្ងៃបងប្អូនណាបញ្ជាក់ទៅក្រោយវិញនេះគឺពន្លឺនៅលើនេះហើយមានដើមឈើនៅខាងក្រោយប៉ុន្តែវានៅតែចាប់មុខយើងនៅល្អបងប្អូនណាការចាប់មុខរបស់វាគឺនៅតែល្អជាមួយនឹងកាមេរ៉ា selfie បងប្អូនមើលជាក់ស្ដែងអានេះខ្ញុំបែរទៅខាងនោះវិញបញ្ជាក់ថ្ងៃនៅខាងក្រោយតិចប៉ុន្តែពន្លឺរបស់វាគឺវានៅរក្សាបានល្អប៉ុណ្ណេះអាចចាត់ទុកថាល្អហើយសម្រាប់ Xiaomi 17 Ultra ប៉ុន្តែសម្រាប់ lens របស់វាខាងមុខនេះដូចជាអត់ស៊ូមចេញស៊ូមចូលបានទេខ្ញុំថតទៅគឺបានប៉ុណ្ណឹងប៉ុន្តែសម្រាប់ selfie ប៉ុណ្ណេះគឺល្មមណាបងប្អូនតាក់ទងជាមួយនឹងកម្រិតវីដេអូ 4K 60 frame ដែលចតចេញពី Xiaomi 17 Ultra នេះបងប្អូនមើលទៅបាទកប់ហើយបាទឥឡូវខ្ញុំនឹងតេស្តសមត្ថភាពដែលថតចេញពីកាមេរ៉ាខាងក្រោយវិញសួស្តីអ្នកទាំងអស់គ្នានេះគឺជាកាមេរ៉ាគោលដែលខ្ញុំថតចេញពីកាមេរ៉ាខាងក្រោយរបស់ Xiaomi 17 Ultra by Leica បងប្អូនណាតាក់ទងជាមួយនឹងកម្រិតវីដេអូ 4K 60 frame នេះគឺអែមបងប្អូនណា color គឺឲ្យល្អមែនតើជាមួយខ្ញុំចង់ដឹងថាការថតវីដេអូ zoom នៅក្នុងវីដេអូតើវាអាច zoom បានប្រហែលគុណដែរបងប្អូនតាក់ទងជាមួយនឹងការ zoom វីដេអូឬគឺវា zoom បានរហូតដល់ 30x ទេបងប្អូនណា 30x បាទបងប្អូនកប់មែនតើបងប្អូនណាឥឡូវខ្ញុំសាកប្រវែងចាំមើលតើវា stabilize របស់វាគឺល្អបងប្អូនណាល្អការប្រើប្រាស់គឺអែមមែនតើបងប្អូនណាអែមមែនតើតាក់ទងជាមួយនឹងពន្លឺខាងក្រោយគឺវាឲ្យ detail ល្អបងប្អូនឥឡូវខ្ញុំសាកមកក្បែរធម្មជាតិនេះតិចមើលនេះគឺអែមបងប្អូនណា color របស់វានេះបើថាកាន់តែដាក់ចិត្តបថុកចិត្តអូស្អាតវាឲ្យ portrait ល្អបងប្អូនណាវាចាប់ portrait ក្រោយ detail ខាងក្រោយល្អមែនទែនជាមួយនឹងកាមេរ៉ាខាងក្រោយវីដេអូខាងក្រោយជាមួយនឹង Xiaomi 17 Ultra by Leica បងប្អូនឥឡូវខ្ញុំសាកចេះទៀតបងប្អូនខ្ញុំសាកយកកាមេរ៉ា goal ខាងក្រោយហ្នឹងមកថត selfie ខ្ញុំវិញតើមិនដែរបងប្អូនកាមេរ៉ា goal selfie តើវាឲ្យ detail មិនដែរជាមួយនឹងកាមេរ៉ារបស់ Xiaomi ម្ដងនេះបងប្អូនគឺខ្ញុំគិតថាអែមសម្រាប់ការប្រើប្រាស់ទូទៅគឺកប់ហើយតែតោងនឹងរូបស្លឹកក៏ស្អាតដែរបងប្អូនណាគេរងរូបស្លឹកក៏ស្អាតដែរឥឡូវខ្ញុំតេស្តតែវីដេអូសិនបាទអរគុណច្រើន